ខ្ញុំបានធ្វើដំណើរទៅលេងភ្នំជីសូរនៅខេត្តតាកែវដែលជាភ្នំមានប្រាសាទបុរាណដ៏ស្កឹមស្កៃនៅលើនោះហើយព្រមទាំងមានទេសភាពដ៏ស្រស់ស្អាតនៅជុំវិញខ្លួន360ដឺក្រេបងប្អូនចង់ដឹងថាប្រាសាទភ្នំជីសូរស្រស់ស្អាតយ៉ាងណាតោះទៅជាមួយខ្ញុំទាំងអស់គ្នាអូខេសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ភ្នំជីសូរអញ្ចឹងខ្ញុំនៅកណាត់ផ្លូវ60ម៉ែត្រហើយតាមផ្លូវប្រហែលជាបានថតបន្តិចតួចទេដោយសារយកកាមេរ៉ាធំថតយើងអត់ទាន់មាន GoPro ដដែលអញ្ចឹងនេះគឺនៅកំណាត់ផ្លូវ60ម៉ែត្រឡើយយើងជិះតាមផ្លូវជាតិលេខ2ហើយចាំមើលបានថតមិនម៉ាចាំជួបគ្នាតាមផ្លូវទាំងអស់គ្នាអូខេបាយបាយអូខេបងប្អូននេះយើងកំពុងតែធ្វើដំណើរទៅតាមកណាត់ផ្លូវ60ម៉ែត្រដែលជាផ្លូវបុកចូលពលានណាអញ្ចឹងគឺថាផ្លូវគេធ្វើបានស្អាតមែនតើគឺថាស្រួលជិះផ្លូវធំល្អស្អាតល្អហើយមិនដែរបងប្អូនសុខទុក្ខយ៉ាងណាដែរតែសារខ្ញុំធ្វើវីដេអូវែងអញ្ចឹងអត់សូវបានចេញវីដេអូវែងច្រើនទេដោយសារចំណាយពេលកាត់ចំណាយពេលថតអីចឹងណាអញ្ចឹងក៏សួរសុខទុក្ខបងប្អូនសុខទុក្ខយ៉ាងណាហើយបន្ទាប់ពីយើងនេះទៅយើងចូលបុកមកផ្លូវវាងក្រុងហើយជិះតាមផ្លូវជាតិលេខ2គាត់ថាផ្លូវជាតិលេខ2រៀងមមាញឹកតិចដោយសារផ្លូវជាតិលេខ2មានបងប្អូនយើងធ្វើដំណើរច្រើនប៉ុន្តែអត់អីទេយើងអាចជិះបានហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺស្អាតមែនតើមេឃស្រឡះល្អមានទេសភាពមានអីតាមផ្លូវមានពពកអីច្រើនអញ្ចឹងណាយល់មកស្អាតមែនតើប៉ុន្តែស្ដាយយើងអត់បានថតវីដេអូជាមួយម៉ូតូឲ្យជាប់ពពកដោយសារខ្ញុំដាក់កាមេរ៉ាធំទៅដល់ពេលពាក់ជាប់ខ្លួនទៅវាចេះតែងូកទៅក្រោមអញ្ចឹងកាត់ចោលខ្លះដាក់ខ្លីកាត់ចោលខ្លះពេលយើងដាក់វាងើយទៅលើទៅវាអត់ដឹងមិនវាធ្ងន់ណាវាងូកទៅក្រោមដល់ពេលអញ្ចឹងទៅអត់បានប្លង់ស្អាតហើយមួយទៀតអត់ទាន់មានបានទិញ GoPro យើងអត់ទាន់មានថាវិការទិញ GoPro បើមានថាវិការទិញ GoPro អាចស្រួលយើងដាក់ជាប់មួកអីទៅយើងជិះយើង travel អីស្រួលតិចហ្នឹងហើយបងប្អូនណាដែលមិនទាន់បានទៅលេងណាមើលវីដេអូខ្ញុំលេងសិនទៅហើយចាំមើលមានពេលទៅលេងស្អាតបងប្អូនស្អាតគឺហ៊ានធានាថាស្អាតប៉ុន្តែអត់ទាន់និយាយប្រាប់ detail ទេដោយសារទុកឲ្យបងប្អូនមើលតាមវីដេអូខ្ញុំលេងអញ្ចឹងណាដើម្បីឲ្យចាំមើលវីដេអូចាំដឹងកុំតន់អាលប្រាប់ឲ្យដឹងអូខេចាំមានតែប៉ុណ្ណឹងបងប្អូនមើលវីដេអូបន្តទៅពីច្រើនខ្ញុំដាក់ប្លង់ជិះម៉ូតូរៀងច្រើនតិចដោយសារបដោតធ្វើវីដេអូវែងហើយយើងធ្វើជាវីដេអូជិះម៉ូតូ travel អីចឹងទៅបាទហើយនេះយើងបត់ចូលទៅតាមវត្តប្រាសាទនាងខ្មៅកាច់កង់តាមនឹងមកគឺយើងទៅដល់ភ្នំជីសូរហើយបាទគឺផ្លូវអត់មានអីបាក់រទេបើមកពីរាជធានីភ្នំពេញយើងជិះតែមកកាច់2កាច់គឺដល់ភ្នំជីសូរហើយអូខេអ្នកនរគ្នាយើងមកដល់ភ្នំជីសូរមែនតើហើយតែប្រហែលជាចូលកាហ្វេចល័តសិនយើងមុននឹងឡើងភ្នំប្រហែលជាចូលដាក់កាហ្វេចល័តសិនហើយ
Ok, là dương ba mà đo cà phê trở lại đấy, là dương đặt cà phê mà cao sẵn. Bóng ơi, phê mùi. Và nè lúa đa mà hay bà. Phê mà cao sẵn trong làng cáp sari. Ok, là dương bán cà phê hơi. Dương cho lại nhân cối sân cấp sari đêm đòn ngày nay sai miền nơi thì sai nhưng mau ngày kia tại bà xã tết với nhỏ lành cối hạt khơi tê bà ok lời dương bàn mà đo cà phê trở lại đây đo nông số đặt cà phê mà cao xuống chạm lắm nôm tiền thứ ra mình nhú cọp sari mà nơi cà phê này ngang cọp khi lời dương điệp chòm tranh tới vì cà phê trở lại nằm nôm ấy dạ sắm đại sắm chương sân ăn ai vậy không ai ta hot drone lại cái lên nhai hot drone hay ok lời dương điệp chòm tranh tới hái lại dươngกับconแต่ชีมาโตล้างเลยพนมเอ้ยพลายกลัวพลายหมอเดี๋ยวมาตั้งแต่บอลลือสลายหยาเนี่ยยังแสบตาคามาราเนี่ยnhóm bạn mà đo và sạt nôm chỉ sâu hơi ní cái thà thay đi dương ở từ thay sport một tàu bị bón đi cái thà dương ai để sập hiệp sàn bên đây này bóng bồn để sập hiệp trong mình luôn với dương ai mưa ban để sập hiệp không này cứ để sập hiệp sàn này màu coi đây con này ô cọp sari mưa tê sập hiệpคือถ้าสะอาดแม่นแต่ให้นี่คือชีพประสาทไปเยอะให้อยู่มาในไงกี้แต่มีนบองพอนเยอะมาเล่นเฉินได้นี่คือเชียร์ชดาได้จอดเตยประสาททรายในมูลมีประสาททรายในมูลมุ้ยให้ในครั้งคือประสาททรายผู้เวียงแต่บางคนเคยโอเคคือ
ចដានឹងទៅត្រង់ហើយបែរមកខាងនេះមកគឺទ្វារស្អាតមែនទេអូខេបងប្អូនឥឡូវខ្ញុំកំពុងតែដើរចូលក្នុងប្រាសាទហើយគឺប្រាសាទយើងនៅត្រង់ទ្រេស្អាតល្អមែនតើហើយជាពិសេសនៅលើកំពូលភ្នំកម្ពស់ដូចជា100 ម៉ែត្រជាងខ្ពស់មែនតើបងប្អូនចាំមើលខ្ញុំដាក់វីដេអូដ្រូននេះមើលហើយនេះសុទ្ធតែជាគេហៅថាសេវលឹងតែនេះគេយកលឹងទៅបាត់ហើយនៅតែយូនីគឺស្អាតមែនតើនេះគឺជាចូលមកកដាលខ្ញុំបាយបងប្អូនមើលសិននេះគេថាស្អាតមែនតើហើយគេមានបងគាត់មកដើរលេងគាត់មកថតរូបឲ្យដែរស្អាតប្រាសាទមួយគឺសុទ្ធតែស្អាតហើយសម្រាប់មកប្លង់នេះដែរជាប្លង់ទ្វារមិញបងប្អូនដើរតាមនឹងរហូតមកបងប្អូននឹងមើលឃើញទេសភាពដ៏សែនស្អាតទេសភាពនេះគឺអែមែនទេបងប្អូនអាចថតរូបបានដែរនេះបងប្អូនអាចថតរូបជារូបបញ្ឈរក៏បានដោយអាប្លង់គេល្បីនឹងក៏វត្តយើងឈរនឹងមកយើងថតពីក្នុងទៅស្អាតមែនតើឬក៏ចង់ទៅពីខាងចាហៀងនេះឬខាងចាហៀងនេះអញ្ចឹងណាជួបគ្នាទៀតđấyអ៊ំបាទឥឡូវខ្ញុំបានចូលដើរមកដល់ក្នុងបរិវេណប្រាសាទគឺថាប្រាសាទនេះមានការកសាងពីរតង់បងប្អូនឃើញប្រាសាទច្រើនមានទូចមានធំអានេះប្រាសាទកដាលគេធំហ្នឹងគឺកសាងមានន័យថាស្ដេចពីរអង្គធ្វើបន្ថែមតាមសម័យកាលអញ្ចឹងរៀងចង្អៀតគ្នាប៉ុន្តែអត់អីទេស្អាតមែនតើគឺនៅត្រង់ទ្វារស្អាតបងប្អូនហើយប្លង់ថតរូបក៏ស្អាតច្រើនដែរនេះច្រើនហើយរូបខ្ញុំមានផុសក្នុងផេកផុសអីច្រើនហើយតែនេះខ្ញុំចង់ធ្វើវីដេអូវែងមួយដែល travel មកប្រាសាទភ្នំសោខ្ញុំតឡើងទៅលើតិចទៀតសិននេះកោបសេរីបងប្អូនមើលនេះថាកោបសេរីមែនតើចាំមើលខ្ញុំអាចដាក់ប្លង់ដ្រូនខ្លះប្លង់ដ្រូនពីមុនឥឡូវគេលែងឲ្យបង្ហោះដ្រូននេះដោយសារបញ្ហាប្រទេសជាតិយើងអញ្ចឹងណាគឺគេលែងឲ្យហោះហើយបើយើងចង់ហោះយើងត្រូវតែទៅសុំសិទ្ធិពីអាជ្ញាធរអូខេហើយជារឿងមួយទៀតគឺរឿងសម្រាមហើយរឿងនេះគឺថាវាជារឿងដែលអត់ប្រយោជន៍មែនទេបងប្អូនអត់ប្រយោជន៍សោះហ្មងបងប្អូនបើដឹងថាយើងគូចឹងគេអត់ខាត់ចាញ់ហ៎ហេតុអីហ៎គេសុកចិត្តទុកគេអត់ខាត់ចាញ់បងប្អូនគួរតែគិតថាបើថ្មនឹងសឹកប្រហែលយើងខាត់ហ្នឹងណាវាចំណាយពេលរាប់ពាន់ឆ្នាំទៀតអញ្ចឹងបងប្អូនគូនេះស្មើនឹងបំផ្លាញអាយុកាលថ្មរាប់ពាន់ឆ្នាំចេញបើគេខាត់រាប់ពាន់ឆ្នាំទើបវាសឹកបាន1មីលីម៉ែត្រ1សង់ទីម៉ែត្រអីវាមានសំណឹកប៉ុន្តែបើបងប្អូនគូអញ្ចេះបំផ្លាញអញ្ចេះហើយគេខាត់ចេញមានន័យថាខាត់អាយុកាលដែលរាប់ពាន់ឆ្នាំនៃថ្មនឹងសឹកឲ្យវាកាន់តែឆាប់សឹកទៀតអញ្ចឹងมันគេសុកចិត្តអត់ខាត់ហើយយើងអត់គួរទៅគូអញ្ចឹងទេយកទឹកលុបយកអីទៅគូតាមប្រាសាទអញ្ចឹងគឺអត់គួរហ្មងខ្ញុំអត់ recommend ទេហើយសម្រាប់មួយទៀតយើងគួរតែរកកន្លែងបោះចោលបានត្រឹមត្រូវអូខេបងប្អូនខ្ញុំចង់ឲ្យបងប្អូនមើលក្បាច់ចម្លាក់នេះគឺថានៅស្អាតខ្លាំងមែនតើបងប្អូនអញ្ចឹងយើងគួរតែមកមើលហើយទៅគឺស្អាតមែនតើនៅស្អាតអត់មានបាក់បាយទេសិតតែឈ្មោះសត្វដេរឆាននេះណាខ្លះនេះងាប់ឆាប់ទាំងអស់គ្នាដាក់ម៉ាត់ចឹងចោះឆ្មាំប្រាសាទបារមីប្រាសាទទៅកាច់កឲ្យងាប់អស់អូខេបងប្អូននេះ
ខ្ញុំថតបាយតែមុខទេដោយសារខ្ញុំដឹងថាគេមិនចង់មើលមុខខ្ញុំទេមុខខ្ញុំវាមិនស្អាតដល់ប្រាសាទទេអញ្ចឹងគឺថាស្អាតណាស់បងប្អូនអើយនៅទ្រង់ទ្រាយស្អាតខ្លាំងមែនតើខ្ញុំដើរឲ្យបងប្អូនមើលមកជុំទៅអូខេរូបចម្លាក់ត្បិតតាវាបាក់បាយធ្លាក់មកមែនតែស្អាតនៅស្អាតឬប្រាសាទនេះឯងនៅស្អាតទ្រង់ទ្រាយទាំងអស់វាបាក់ធ្លាក់តែឥតនេះបន្តិចបន្តិចអីទេឃើញទេនោះគឺមានភ្ញៀវបរទេសមកលេងដែរពួកគាត់ឥណ្ឌាហើយមានភ្ញៀវខ្មែរយើងដែរច្រើនមានអារម្មណ៍ថាភ្ញៀវច្រើនមែនតើឥឡូវតាំងពីយើងទាំងអស់គ្នាចូលរួមផ្សព្វផ្សាយយ៉ាងណាឥឡូវគឺមានបងប្អូនយើងមកលេងច្រើនមែនតើហើយបងប្រុសគាត់អ្នកជួយសម្អាតអត់មានគិតប្រាក់ទេសរសើរគាត់មែនតើ Hello បងមកពីណាវិញបងមកពីណាវិញមកពីភ្នំពេញអូឆ្ងាយដែរមិនឆ្ងាយទេ60គីឡូជាងបាទជិះឡានម៉ោងអូខេនេះយើងឡប់មកក្រៅវិញមកមើលវិវឡើងអង្គុយនេះគឺថាស្អាតមែនតើបងប្អូននេះបើមេឃស្រឡះអាចមើលទៅដល់ពលានដេជោបងប្អូនខ្ញុំពងទៅស្រូមនោះគឺពលានដេជោហើយប៉ុន្តែមេឃវាចុះអាប់ហើយបើមេឃស្រឡះមែនតើបងប្អូនអាចមើលទៅដល់ស្ពានអ្នកលឿងទៀតនៅលើកំពូលភ្នំមិសូរហ្នឹងអញ្ចឹងគឺថាខ្ពស់ហើយវាស្អាតមែនតើបងប្អូនទេសភាពជុំវិញនេះបងប្អូនអាចមកអង្គុយមើលទេសភាពហើយបើបងប្អូនមកព្រឹកឡើងមើល sunset ក៏ស្អាតដែរគឺស្អាតណាស់ចាំមើលបើខ្ញុំមានវីដេអូពេលដែលខ្ញុំមកពីព្រឹកខ្ញុំនឹងដាក់ឲ្យបងប្អូនមើលគឺមកអង្គុយមើល sunset នោះថ្ងៃរះមកពីនោះស្អាតណាស់បងប្អូនខ្ញុំឃើញភាគច្រើនអ្នកមកគាត់មកតែពីថ្ងៃពីអីអញ្ចឹងតែបើបងប្អូនបានឡើងមកមើល sunset ពេលព្រឹកsunset បងប្អូនបានមកមើល sunrise សុំទោស sunrise ពេលព្រឹកគឺស្អាតខ្លាំងតែម្ដងចេញមកពីជ្រុងនោះយល់ទៅមកចំប្រាសាទហ្នឹងហ្មងមកចំជ្រុងប្រាសាទហ្នឹងមកពីហ្នឹងមកហ្មងស្អាតមែនតើនេះហើយវិវប្រាសាទបងប្អូនមើលនេះអូ frame នេះស្អាតហើយនេះបងប្អូននេះគឺជាសិលាចារឹករហូតដល់ក្រោមនិយាយពីប្រវត្តិឬក៏និយាយពីការទិសឲ្យដឹងដោយសារយើងអត់ចេះអក្សរខ្មែរពីបុរាណតែបើអ្នកជំនាញគឺប្រហែលគាត់អាចអានបានហើយគាត់បកចេញនេះគឺជាអក្សរខ្មែរសម័យដើមបងប្អូនឆ្លាក់ជាប់នៅទ្វារប្រាសាទតែម្ដងនេះគឺជាថាមេទ្វារ4ជ្រុងអូខេគឺថាអស្ចារ្យមែនតើអូខេបងប្អូនបន្ទាប់ពីដើរមើលមកជុំហើយខ្ញុំគិតថាខ្ញុំថតអត់អស់ទេដោយសារប្រាសាទវាមានកលុកកលាក់ច្រើនមែនតើតែសង្ឃឹមថាបងប្អូននឹងមកមើលឥឡូវគិតថាយើងទៅវិញហើយអញ្ចឹងសង្ឃឹមថាបងប្អូនមកលេងប្រាសាទដ៏សែនស្អាតមួយនេះឲ្យបានច្រើនគឺអូស្អាតណាស់ប្រាសាទភ្នំជីសូរមានទាំងទេសភាពទៀត360ដឺក្រេអញ្ចឹងប្រហែលជាអូខេខ្ញុំបញ្ចប់វីដេអូប៉ុណ្ណឹងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ